សួស្តីអ្នកយើងទាំងអស់គ្នាថ្ងៃនេះយើងមើលមេរៀនចុងក្រោយនៃមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ micro computer របស់យើងអញ្ចឹងនៅក្នុងមេរៀនចុងក្រោយគឺយើងនិយាយអំពីការ copy ឯកសារបានន័យថាថតចម្លងឯកសាររបស់យើងនេះចូលទៅក្នុង flash ឬក៏ copy ឯកសាររបស់យើងនឹងចេញពីក្នុង flash ណាអញ្ចឹងដើម្បីធ្វើការនឹងបានគឺទីមួយយើងត្រូវតែដោត flash ចូលសិនណាអញ្ចឹងខ្ញុំដោត flash ចូលសិនពេលដែលខ្ញុំដោត flash ចូលគឺវានឹង load mistake របស់យើងដូចមិញនេះណាចឹងបើមកនេះគឺជារូប flash អញ្ចឹងបន្ទាប់មកយើងចូលទៅមើលតើ flash យើងស្គាល់ដែរឬអត់អញ្ចឹង flash របស់ខ្ញុំគឺនេះណានេះជាឈ្មោះ flash របស់ខ្ញុំអញ្ចឹងពីរហ្នឹងតែមួយទេណាពីរហ្នឹងណាអញ្ចឹងឬមួយក៏មួយទៀតគឺខ្ញុំដូរ flash ចេញដូចខាងលើដែរយើងដាក់ flash ចូលទៅវាលោតបែបនេះណា USB drive អញ្ចឹងយើងចូលមើលនេះរូប flash របស់ខ្ញុំគឺគេដាក់តែ USB drive ឬក៏ drive E ហ្នឹងអញ្ចឹងខ្ញុំចុចលើហ្នឹងទៅនេះគឺជាឯកសារនៅក្នុង flash របស់ខ្ញុំដែលខ្ញុំមានប៉ុន្តែអ្វីដែលយើងចង់ដឹងឬក៏នៅក្នុងមេរៀនរបស់យើងគឺនិយាយអំពីការ copy ឯកសារចូលក្នុង flash ហ្នឹងឯងអញ្ចឹងដើម្បី copy ឯកសារចូលក្នុង flash បានគឺយើងត្រូវទៅយកឯកសាររបស់យើងមួយដែលមានឈ្មោះងាយស្រួលក្នុងការចងចាំរបស់យើងនេះឯកសាររបស់ខ្ញុំគឺនេះណានេះឬក៏មួយនេះណានេះឈ្មោះនេះរបស់ខ្ញុំនឹងវាគឺជា CV អញ្ចឹងខ្ញុំដើម្បី copy ទាំងអស់បាននៅក្នុងហ្នឹងវាមានគឺថាថតទុកឯកសាររបស់ខ្ញុំគឺមានឯកសារដល់ទៅ3នៅក្នុងនោះទៀតប៉ុន្តែអ្វីដែលខ្ញុំចង់ធ្វើគឺខ្ញុំ copy ឯកសារទាំងអស់ហ្នឹងអញ្ចឹងនៅពេលដែលខ្ញុំ copy ឯកសារទាំងអស់ហ្នឹងគឺខ្ញុំត្រូវតែ copy ឯកសារទាំង folder នេះតែម្ដងណាទាំង folder នេះតែម្ដងណាអញ្ចឹងនៅក្នុងថតទុកឯកសារគឺមានឯកសារ3អញ្ចឹងខ្ញុំចង់ copy វាទាំងអស់អញ្ចឹងខ្ញុំដាក់ស្ដាប់លើវាមកហើយខ្ញុំយក copy ឬក៏បើសិនជាវាអត់មានហ្នឹងយើងចុចនៅលើ show more option ចុចលើហ្នឹងមកវានឹងបង្ហាញដល់បានទាំងមួយនេះអញ្ចឹងគឺយើងទៅរកពាក្យថា copy នេះណា copy អញ្ចឹងនៅពេលដែលខ្ញុំមកពាក្យ copy ហើយខ្ញុំចូលមកលើ flash drive របស់យើងណាចុចមកតែយើងចូលមក flash នេះមកអញ្ចឹងយើងមករកកន្លែងណាដែលចន្លោះទំនេរដើម្បីយើងផាសវាណាចឹងកន្លែងនេះគឺជាកន្លែងចន្លោះទំនេរអញ្ចឹងខ្ញុំមកស្ដាំមកខ្ញុំយកពាក្យថាផាសឬក៏ខ្ញុំចុចលើ show more option ហ្នឹងដែររួចវាចេញមកបែបនេះណានេះចេញមកបែបនេះអញ្ចឹងអ្វីដែលយើងយកវាប្រើគឺយើងប្រើពាក្យថាផាសអញ្ចឹងនៅពេលដែលខ្ញុំផាសទៅនេះឯកសាររបស់ខ្ញុំចូលមកតែវាបានចាប់ទៅតាមនេះដែរចប់អញ្ចឹងចូលមកនេះណាអញ្ចឹងខ្ញុំដាក់មកនេះឯកសាររបស់ខ្ញុំនៅក្នុងនេះទៀតណានេះគឺរបៀបនៃការ copy ឯកសារចូលក្នុង flash ហើយមួយទៀតនៅពេលដែលខ្ញុំចេញទៅមើលនៅ copy ចូលក្នុង